ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំមានប្រធានបទថ្មីមួយទៀតចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាហើយប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីតួនាទីរបស់ gibberellic acid ហើយប្រភេទ gibberellic acid នេះកសិករមួយចំនួននៅតាមតំបន់មួយចំនួនហ្នឹងគឺគាត់តែងតែហៅ gibberellic acid នេះថាជាថ្នាំប្រលូតដែលវាធ្វើឲ្យស្រូវឬក៏ដំណាំផ្សេងៗរបស់យើងហ្នឹងគឺលូតខុសពីប្រកបដីជាដើមហើយថ្ងៃនេះផងដែរក៏ខ្ញុំចង់មកចែករំលែកជូនពុកម៉ែបងប្អូនទាំងគ្នាឲ្យបានដឹងនិងឲ្យបានជាក់ច្បាស់អំពីតួនាទីនិងអត្ថប្រយោជន៍របស់វាមួយចំនួនទៀតនៅលើដំណាំស្រូវជាទូទៅប្រភេទអរម៉ូននេះវាធ្វើឲ្យដំណាំស្រូវរបស់យើងហ្នឹងគឺឆាប់ដុះប្លោកពេលកាលណាដែលយើងបាញ់ទៅវាអាចនឹងធ្វើឲ្យស្រូវរបស់យើងគឺឆាប់ដុះឆាប់ចេញមកលឿននេះជាដើមហើយអត្ថប្រយោជន៍ទី2ទៀតវាធ្វើឲ្យដើមនិងស្លឹកស្រូវរបស់យើងហ្នឹងគឺវាឆាប់ដុះលូតលាស់រហ័សជាទូទៅនៅពេលដែលស្រូវរបស់យើងលិចលង់ទឹកឬក៏ជួបនៅបញ្ហាទឹកច្រើនយើងអាចប្រើប្រាស់នៅប្រភេទហូម៉ូន gibberellic acid នេះចូលទៅដើម្បីធ្វើឲ្យស្រូវរបស់យើងនឹងគឺលូតលឿនក៏ប៉ុន្តែការលូតរបស់វានឹងក៏វាមិនជាសូវល្អប៉ុន្មានដែរបើសិនជាយើងប្រើប្រាស់លើសកម្រិតឬក៏លើសការណែនាំរបស់អ្នកបច្ចេកទេសហើយដើម្បីឲ្យការប្រើប្រាស់របស់យើងនឹងគឺធ្វើឲ្យស្រូវឬក៏ដើមស្រូវឬក៏ស្លឹកស្រូវដុះលូតលាស់ល្អយើងគួរតែប្រើប្រាស់ឲ្យត្រូវទៅតាមបច្ចេកទេសដែលគេបានណែនាំនឹងជាដើមមួយទៀតនឹងវាជួយកាត់បន្ថយការជ្រុះផ្កាជាទូទៅប្រភេទអរម៉ូននេះយើងអាចប្រើប្រាស់នៅពេលដែលស្រូវរបស់យើងគឺចាប់ផ្ដើមផើមធំឬក៏ស្រូវចេញមួយយើងអាចបាញ់ប្រភេទអរម៉ូនទាំងអស់នេះចូលទៅវាអាចនឹងធ្វើឲ្យស្រូវរបស់យើងនឹងគឺចេញមកលឿនហើយនឹងធ្វើឲ្យស្រូវរបស់យើងពេលដែលចេញហើយវាកាន់ផ្កាបានល្អដាក់គ្រាប់បានណែនល្អផងដែរហើយមួយទៀតវាអាចជួយកាត់បន្ថយនៅ stress របស់ដំណាំនៅពេលដែលដំណាំស្រូវឬក៏ដំណាំផ្សេងនៅពេលដែលប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុជាពិសេសហ្នឹងគឺនៅពេលដែលមេឃចុះត្រជាក់ខ្លាំងអីជាដើមហ្នឹងវាអាចនឹងធ្វើឲ្យដំណាំរបស់យើងហ្នឹងគឺវាជួបនៅបញ្ហា stress អញ្ចឹងវាអាចនឹងធ្វើឲ្យការលូតលាស់របស់វាមិនសូវបានល្អទេនោះទេចឹងហើយពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅប្រភេទពពួក gibberellic acid នេះចូលបានដើម្បីជួយកាត់បន្ថយ stress របស់ដំណាំហ្នឹងដែលធ្វើឲ្យដំណាំរបស់យើងហ្នឹងគឺលូតលាស់បានល្អហើយវាមិនងាយរងនៅភាព stress ពីអាកាសធាតុការប្រែប្រួលអាកាសធាតុនឹងជាដើមហើយមួយវិញទៀតវាធ្វើឲ្យដំណាំស្រូវរបស់យើងចេញលឿនជាទូទៅអរម៉ូនទាំងអស់នេះយើងប្រើនៅពេលដែលស្រូវរបស់យើងចេញយឺតឬក៏ចេញតឹងជាពិសេសហ្នឹងគឺនៅពេលដែលប្រឈមនៅការប្រែប្រួលអាកាសធាតុជាពិសេសហ្នឹងនៅពេលដែលមេឃចុះត្រជាក់ខ្លាំងឬក៏វាអត់សូវមាននៅកម្ដៅក្នុងការធ្វើនៅរស្មីសំយោគពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅប្រភេទអរម៉ូនទាំងអស់នេះចូលបានព្រោះអីនៅពេលយើងបាញ់ទៅវាអាចនឹងធ្វើឲ្យស្រូវរបស់យើងចេញលឿនហើយនឹងចេញរហ័សក៏ប៉ុន្តែក្នុងការចេញលឿនឬក៏ចេញយឺតនេះពុកម៉ែបងប្អូនទាំងអស់គ្នាប្រើប្រាស់គឺឲ្យត្រូវទៅតាមស្តង់ដារបច្ចេកទេសពីព្រោះអីបើសិនជាយើងប្រើប្រាស់ទៅវាលើសនៅបរិមាណវាអាចនឹងធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺវាចេញមកលឿនមែនក៏ប៉ុន្តែវាដកកអញ្ចឹងវាអាចនឹងធ្វើឲ្យកន្លែងកគួររបស់យើងហ្នឹងវាលូតវែងហើយវាតូចអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់វាឲ្យបានត្រឹមត្រូវហើយសម្រាប់អរម៉ូនទាំងអស់នេះផងដែរយើងមិនមែនថាយើងអាចប្រើប្រាស់បាននៅលើតែដំណាំស្រូវទេក៏ប៉ុន្តែយើងអាចប្រើប្រាស់បាននៅលើគ្រប់ដំណាំជាពិសេសលើដំណាំសណ្តែកដំណាំសសក់នៅពេលយើងបាញ់ឬក៏យើងប្រើប្រាស់វាទៅវាអាចធ្វើឲ្យដំណាំរបស់យើងហ្នឹងគឺលូតនៅគួរវែងឬក៏ផ្លែវែងជាដើមហើយសម្រាប់ការប្រើប្រាស់ដែលសមស្របនេះគឺខ្ញុំចង់ណែនាំឲ្យពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់បរិមាណថាចន្លោះពី3ទៅ5 cc ក្នុងទឹក25លីត្រទៅដែលជាបរិមាណមួយដ៏សមស្របមែនទែនដែល
វាធ្វើឲ្យតាណាមរបស់យើងហ្នឹងគឺលូតលាស់បានល្អវាមិនលូតលាស់ខ្លាំងឬក៏លូតលាស់ខុសប្រក្រតីខ្លាំងជាដើមហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយក៏ពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗដែលខ្ញុំនឹងចែករំលែកឬក៏ចែកជូនពុកម៉ែបងប្អូនទាំងគ្នាអំពីបច្ចេកទេសកសិកម្មផ្សេងៗទៀតទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសូមអរគុណ